ជំងឺបាក់ទឹកចិត្តគឺវាកើតឡើងនៅពេលណាដែលយើងសង្ឃឹមរំពឹងខ្ពស់ពេកកិច្ចការងារអ្វីៗក៏ដោយមិនថាការសិក្សារៀនសូត្រការងារមុខរបររកស៊ីឬក៏ដៃគូជីវិតឬក៏រឿងអីផ្សេងទេយើងកុំរំពឹងរំពៃសង្ឃឹមខ្ពស់ពេកពីព្រោះវាអាចខកចិត្តនៅពេលណាមួយពីព្រោះគ្រប់យ៉ាងវាមិនមែនចេះតែបានសម្រេចទៅតាមការនឹកគិតចង់បានរបស់យើងទេដូចជាការសិក្សារៀនសូត្រអីជាដើមពេលខ្លះយើងសង្ឃឹមថាការប្រឹងប្រែងរបស់យើងនឹងវានឹងទទួលបានជោគជ័យប៉ុន្តែដល់ទៅពេលលទ្ធផលចេញមកវាអត់ដូចការរំពឹងទុកឃើញទេប្រឡងធ្លាក់អីជាដើមហ្នឹងសង្ឃឹមថាប្រឡងចុះដល់ពេលប្រឡងធ្លាក់សង្ឃឹមថាគ្រូសាលើកទឹកចិត្តប៉ុន្តែបែរទៅជាទទួលបានការស្ដីបន្ទោសទៅវិញដល់អញ្ចឹងទៅវាកើតនៅការអន់ចិត្តខូចចិត្តអីជាដើមអញ្ចឹងទៅឬក៏ការងាររកស៊ីខ្លះយើងសង្ឃឹមថាការងារហ្នឹងវានឹងជោគជ័យយើងសង្ឃឹមអញ្ចឹងយើង replay អស់ហើយនោះដល់ពេលសັບតែលទ្ធផលចេញមកវាទទួលបានបរាជ័យដល់អញ្ចឹងទៅវាធ្វើឲ្យផ្លូវចិត្តយើងហ្នឹងវាទទួលយកអត់បានទេក៏កើតជំងឺបាក់ទឹកចិត្តរហូតដល់អ្នកខ្លះឈានដល់ការសម្លាប់ខ្លួនឯងអីដោយប្រការផ្សេងក៏មានដែរដូច្នេះរឿងគ្រប់យ៉ាងវាមិនមែនចេះតែបានសម្រេចទៅតាមការគិតរបស់យើងទេទោះបីជាថាពេលខ្លះយើងត្រៀមយើងមានគម្រោងអីត្រឹមត្រូវថាវានឹងបានផលល្អក៏ពិតមែនតែវាមិនប្រកាសថាបានទៅតាមការនឹកគិតចង់បានរបស់យើងទេសង្ឃឹមត្រឹម50បានហើយមានថាសង្ឃឹមថានឹងជោគជ័យ50សម្រាប់ជាកម្លាំងចិត្តហើយយើងក៏នឹកគិតថាវានឹងអាចមិនជោគជ័យហេតុអីបានយើងត្រូវគិតស្ទាក់ទុកមុនថា50ទៀតវាអាចនឹងមិនជោគជ័យពីព្រោះនៅពេលណាដែលរឿងនឹងវាបានកើតឡើងហើយយើងបានគិតទុកមុនទៅវាអត់សូវខូចចិត្តវាអត់សូវខូចចិត្តទេដល់អញ្ចឹងទៅវាធ្វើឲ្យយើងនឹងវាអាច control ខ្លួនឯងបានអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលរឿងល្អកើតឡើងក៏សុបាយទៅបើថារឿងណាដែលវាមិនកើតឡើងតាមចិត្តចង់បានរបស់យើងទេមិនសម្រេចទេក៏យើងកត់សម្គាល់ថានឹងគឺជាបទពិសោធន៍នៃជីវិតប៉ុន្តែត្រូវតែមានការព្យាយាមទៅវិញហ្នឹងណានឹងថ្មគាត់ផ្ដល់យោបល់ប៉ុណ្្នឹងឯងបងអរគុណច្រើន